มีรายงานว่าทหารกัมพูชาเผยแพร่คลิปวิดีโอบนสื่อสังคมออนไลน์พร้อมข้อความระบุว่ากำลังเคลื่อนย้ายปืนใหญ่ไปแนวหน้าสร้างความสนใจและจับตาในโลกออนไลน์ท่ามกลางสถานการณ์ตึงเครียดบริเวณชายแดนช่วงนี้ชีวิตរបស់យើងក៏យើងទៅដូរដែរជាតិសាសន៍មួយដូនតារបស់យើងមានកំសត់ណាស់ដែរដីសអកពីដីចក្រភពអង្គរដីដ៏មហាធំធេងមហាសាលមកសល់ដីប៉ុណ្ណឹងវាឈឺចាប់ពេកទៅហើយអញ្ចឹងរឿងអីដែលខ្មែរមិនរួមសាមគ្គីគ្នាដើម្បីការពារដីដូនតាប៉ុណ្ណឹងកុំឲ្យទៅថ្ងៃខាងមុខអ្នកចំនួនក្រោយជាស្ដីតែក្នុងសម័យកាលយើងមិនអាចការពារដីរបស់ខ្លួនឯងបានឲ្យគេយកដីតាមចិត្តបានសួរថាតើមានដឹកនាំរបស់យើងទៅដល់អញ្ចឹងណាតែលោកធ្វើអញ្ចឹងសុខចិត្តដឹកនាំប្រទេសតាំងពីស៊ីបបតាំងពីអត់ឃ្លានតាំងពីរកអីស៊ីគ្មានរហូតមកប្រទេសមកដល់ពេលនេះយើងទៅដល់ឲ្យគេយកដីតាមចិត្តដូចអ្វីដែលគេចាប់ប្រកាន់គិលាពណ៌ឬក៏ក្រុមមួយចំនួនដែលបន្តតាមសម្ដីរបស់សពើនេះសម្រាប់តែប្រទេសហ៊ុនម៉ាណែតគេមិនស្រឡាញ់លោកមិនស្រឡាញ់ប្រទេសជាតិទេចំណែកឯជួអត់ស្រឡាញ់ទេតើសមាជិកគណៈបកប្រជាជនកម្ពុជាទាំងឡាយគេអត់ស្រឡាញ់ប្រទេសជាតិរបស់គេគេបដៅឲ្យគេយកដីឬក៏មានតែក្រុមរបស់លោកឯងដែលជាអ្នកស្រឡាញ់ប្រទេសជាតិក្រុមមួយចំនួននេះចំនួនតូចអានឹងយើងថាជាមិនផុតទេយើងមានការសាមគ្គីគ្នាជារួមនៅក្នុងប្រទេសប៉ុន្តែក្រុមមួយចំនួនគឺព្យាយាមប៉ុន្តែគ្រាន់តែថាយើងផាត់ចោលទៅសម្លេងទាំងអស់នោះវាគ្មានបានការអាចបំបែកនៃសម្លេងនៃការសាមគ្គីរបស់ជាតិទេអញ្ចឹងគ្រប់ប្រជាពលរដ្ឋគ្រប់នៅនៃការទាំងអស់គឺគាត់បានរួមគ្នានៅក្នុងកលៈទេសៈនេះដើម្បីប្រឆាំងទៅជាមួយជាតិដែលយើងបានឃើញនៃការរួមរួមរបស់